Alo aloอยู่สูบ้านบอกมาโอเคบอกโอเคkhông có bài á សើសบายអត់ពុំណា ai mauពីណាវិញ ខ្ញុំក៏មកពីហ្នឹងហើយពុំឯងចាំយូរនៅមកអង្គុយមកគឺអេចាំគ្នាយូរនៅ អឺលេខដែរ អូមកផ្លែទេគ្នាចង់គ្នាហៅពុំឯងមកថ្ងៃហ្នឹងដើម្បីចង់និយាយពីរឿង business អញ្ចឹងណាគ្នាចង់បង្កើតអាជីវកម្មតូចមួយហើយគួរថាពុំឯងចង់ចូលរួមជាមួយអត់ ជីវកម្មតូច វាមិនធំប្រហែលទេតែត្រូវការដើមទុនរៀងច្រើនបន្តិចហើយបើបានពុកម៉ែឯងចូលជាមួយគ្នាអញ្ចឹងវាស្រួលហើយពួកយើងស្គាល់គ្នាទៀត អើមានពងបាក់ដែរមករយៈហ្នឹង ពិបាកហើយ ហើយ កើតអីបានបាក់ដាច់លុយឬក៏មកពីអី ការងារវាចេះតែពិបាកហើយអាជីវកម្មហ្នឹងតាមអីដែរ កម្មហ្នឹងផ្នែកយូរខែគ្នាកំងអើមកពីចិនហើយយកមកបោះដុំយកមកហើយគ្នាត្រូវការដើមទុនដើម្បីទិញឃ្លាំងសម្រាប់ទុកក៏ដូចជាទិញម៉ាស៊ីនសម្រាប់ធ្វើអញ្ចឹងណា គ្នាចង់អារម្មណ៍ណាតែគ្នាអត់លុយហ្នឹង អូអត់លុយអាចទៅសាក់ខ្ចីលុយនៅ microfinance បានទៅដោយសារតែខ្ញុំឮពីគេណាខ្ញុំឮគេថាខ្ចីនៅក្នុងអត់មានត្រូវការឯងហើយសំខាន់គឺការប្រាក់នេះ ចុះ បាទឥឡូវ microfinance គិតមិនដែរយ៉ាងម៉េចគិតមិន អើចាំមើលឯងខ្ញុំសួរខ្លួនឯងមើល អូខេអញ្ចឹងឥឡូវទៅសួរសិនខ្ញុំចាំដឹងអូខេ អូខេ អូខេ សុខសប្បាយ số bộ bà bông ca y ăn thang bông mà chui vào មកខ្ញុំគាត់ថាខាងមកមានជ័យនៃការប្រាក់ពីរ bà bông bà miền miền mẹ bông này lấy thang thì con đại thọ con chui vào sân smart bông thang bông chọn chơi hai chi của mà nó thật bị cám ស្ដែងប្រកាឲ្យហើយជាតុង30000ដុល្លារ bây giờ là smart khang bông này đòi bông má đòi miền lẹ khang này có đây tầm rồi bông thử bông ca khạ vào trong anh nắm mùi vị rồi 1% 1%rồiប្រចាំឆ្នាំបាទតើបងខ្ចីទៅបងមានគោលបំណងអីដែរ ខ្ញុំចង់ចាប់តែអាជីវកម្មទៅតងលោកអាវ អូលោកអា បើខ្ញុំនឹងក៏មានរោងចក្រកៅហើយចង់បរិការងារជាមួយគាត់ បាទអូខេខាងបងអូននឹងរៀបចំឲ្យបងអញ្ចឹងខាងបងអូននឹងសម្រេចថាផ្ដល់កម្ចីបង$30000 អញ្ចឹងខ្ញុំត្រូវការតែខាងនេះខ្លះ សម្រាប់ខាងមីក្រូហិរញ្ញវត្ថុរបស់ខ្ញុំគ្មានលក្ខខណ្ឌអីទាំងអស់គ្រាន់តែពេលដែលឲ្យខ្ចីហើយគឺខ្ញុំចូលទៅបណ្ឌិតនៅទីតាំងអាជីវកម្មផ្ទាល់ហើយខ្ញុំបកគលលុយឲ្យបងហើយចូលហត្ថលេខានឹងឲ្យបងតាមប្រាក់ប្រចាំខែប៉ុណ្ណឹងបាទអរគុណ ចិត្ត អរគុណសម្រាប់ បងជំរាបសួរ បានជំរាបសួរបងភាពបង បាទបងបងហ្នឹងខ្ញុំអាចយកកម្ចីបានអត់បង បានតែបងអាចទទួលយកថ្ងៃនេះបានព្រោះឯខាងធនាគារខ្ញុំបានរៀបចំឲ្យបង បាទបងទាំងអស់$30000 $30000បាទអញ្ចឹងសម្រាប់លក្ខខណ្ឌគឺអត់មានទេដូចបងបានដឹងអញ្ចឹងតែបងនៅបងការប្រើធនាគារពីរយក្នុងឆ្នាំបាទបងអត់ដែរបាទឥឡូវជួយបងទទួលយកប្រាក់$30000បងបាទបងអរគុណច្រើនបងបាទ សម័យ
ស្ថាប័នមីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប្រមាណឆ្នាំក្រោយនេះកំណើននៃការផ្គត់ផ្គង់កម្ចីរបស់ MIF បានកើនឡើងយ៉ាងឆាប់រហ័សជាពិសេសនៅតាមតំបន់ជនបទប្រជាពលរដ្ឋជាច្រើនបានប្រើប្រាស់ប្រាក់កម្ចីទាំងនេះដើម្បីចាប់ផ្ដើមអាជីវកម្មកែលម្អវិស័យកសិកម្មនិងផ្គត់ផ្គង់ជីវភាពគ្រួសារការសរសេរបានបង្ហាញថាមានទំនាក់ទំនងវិជ្ជមានរវាងកំណើនកម្ចី MIF និងកំណើន GDP នេះមានន័យថានៅពេលការផ្ដល់កម្ចីកើនឡើងសកម្មភាពសេដ្ឋកិច្ចក៏កើនឡើងដែរអាជីវកម្មខ្នាតតូចឬចម្រើនការងារកាន់តែត្រូវបានបង្កើនឡើងនិងប្រជាជនមានចំណូលខ្ពស់ជាងមុនហើយមីក្រូហិរញ្ញវត្ថុក៏ជួយកាត់បន្ថយភាពក្រីក្រផងដែរព្រោះប្រជាពលរដ្ឋក្រីក្រអាចទទួលបានសេវាហិរញ្ញវត្ថុដែលធនាគារធម្មតាមិនអាចផ្ដល់ឲ្យដូច្នេះមីក្រូហិរញ្ញវត្ថុបានក្លាយជាឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទោះបីជាមីក្រូហិរញ្ញវត្ថុផ្ដល់ឱកាសស្ថិរភាពក៏ដោយក៏វាបានបង្កឲ្យមានបញ្ហាគួរឲ្យព្រួយបារម្ភផងដែរ MFI អាចបង្កស្ថិរភាពហិរញ្ញវត្ថុប្រសិនបើការផ្ដល់កម្ចីមិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវអ្នកខ្ចីជាច្រើនបានយកប្រាក់កម្ចីដោយគ្មានចំណូលស្ថិរភាពឬគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ជាលទ្ធផលប្រជាពលរដ្ឋខ្ចីពិបាកសងបំណុលដែលធ្វើឲ្យអត្រាបំណុលមិនដំណើរការឬ NPL កើនឡើងក្នុងករណីខ្លះគ្រួសារត្រូវបង្ខំចិត្តលក់ដីឬទ្រព្យសម្បត្តិដើម្បីសងបំណុលជំនួសឲ្យការកាត់បន្ថយភាពក្រីក្រការខ្ចីប្រាក់លើសកម្រិតអាចបង្កបញ្ហាបំណុលរយៈពេលវែងនិងសម្ពាធសង្គមចឹងដូច្នេះផលប៉ះពាល់របស់មីក្រូហិរញ្ញវត្ថុលើកម្ពុជាមានទាំងវិជ្ជមាននិងអវិជ្ជមានវាអាចជួយជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រប៉ុន្តែការផ្ដល់កម្ចីដោយគ្មានការគ្រប់គ្រងល្អឬអាចបង្កហានិភ័យហិរញ្ញវត្ថុផងដែរមីក្រូហិរញ្ញវត្ថុអាចជួយឲ្យមនុស្សមានឱកាសនៅក្នុងអាជីវកម្មបានតែយើងត្រូវសិក្សាឲ្យច្បាស់មិនត្រូវទុកចិត្តមនុស្សងាយពេកនិងត្រូវគ្រប់គ្រងលុយឲ្យបានល្អ